ជំរាបសួរបងប្អូននៅក្នុងវីដេអូនេះខ្ញុំបង្ហាញបងប្អូនពីរបៀបដែលយើងទៅឡើង tool Snapkey សម្រាប់ download វីដេអូក៏ដូចជារូបភាពផ្សេងៗពី TikTok Instagram YouTube អីចឹងណាអញ្ចឹងនៅពេលដែលបងប្អូនតាក់ទងមកខាងខ្ញុំតែងតែផ្ញើ link ដែលបងប្អូនអាចចុចចូលមកក្នុង website របស់យើងបានចូលមកដល់ website គឺបងប្អូនចុចពាក្យថា Snapkey នេះដើម្បីចូលមកទំព័រសម្រាប់មើលព័ត៌មានផ្សេងៗ download អី tool ចឹងទៅអញ្ចឹងបងប្អូនមកដល់ទំព័ររបស់ Snapkey ហើយគឺបងប្អូនអូសមកក្រោមបន្តិចបងប្អូននឹងឃើញពាក្យ download now អញ្ចឹងបងប្អូនចុចលើប៊ូតុងហ្នឹងមកដើម្បី download tool យកទៅ set up វានឹង load ទៅផ្ទាំងមួយនេះបងប្អូនធ្វើការចុចពាក្យថា download anyway វានឹងចាប់ផ្ដើម download file ឲ្យបងប្អូនហើយឬក៏បងប្អូនមានប្រើកម្មវិធី IDM នឹងធ្វើការបើកមកបងប្អូនចុច start download មកអញ្ចឹងខ្ញុំបាន download រួចហើយយើងបាន file ជាប្រភេទ file RAR ប្រភេទ file RAR នេះគឺយើងតម្រូវឲ្យប្រើកម្មវិធី WinRAR ដើម្បីធ្វើការ extract វាអញ្ចឹងបើបងប្អូនអត់ទាន់មានកម្មវិធី WinRAR បងប្អូនអូសវីដេអូទៅក្រោមបន្តិចដើម្បីមើលពីរបៀបខ្ញុំដាក់ link ឲ្យដំឡើងកម្មវិធី WinRAR មកអញ្ចឹងបងប្អូនដំឡើងកម្មវិធី WinRAR ចុងក្រោយហើយបងប្អូនធ្វើការ extract វា extract គឺយើងរកអាពាក្យ WinRAR នេះហើយបងប្អូនរកពាក្យ extract here ឲ្យឃើញអញ្ចឹងកុំព្យូទ័រមួយទៅមួយអាចខុសគ្នាកុំព្យូទ័រខ្លះគឺចេញមកអញ្ចេះបងប្អូនរកពាក្យ extract here ទៅបានហើយអញ្ចឹងបងប្អូនចុចពាក្យ extract here បងប្អូនធ្វើការវាយ password អញ្ចឹង password គឺឈ្មោះ tool ហ្នឹងអក្សរតូចទាំងអស់ពាក្យថា Snapkey បងប្អូនអាចអូសមកក្រោមបន្តិចនៅលើ website របស់យើងបងប្អូនឃើញពាក្យអីថា password RAR ហ្នឹងគឺ Snapkey គឺមួយខ្លីនេះអក្សរតូចទាំងអស់បងប្អូនអាច copy យកទៅដាក់ក៏បានដែរក៏ប៉ុន្តែកុំឲ្យលើសតែលើស space ឬក៏អីហ្នឹងគឺវាខុសហើយអញ្ចឹងបងប្អូនមើលតាមហ្នឹងកុំឲ្យវាលើសមាន space មុខក្រោយអីចឹងហើយយើងចុច OK មកបើសិនជាខុស password បងប្អូនអាចវាយម្ដងទៀតបានណាហ្នឹងហើយបន្តមកទៀតបងប្អូននឹង extract មកបាន folder មួយអញ្ចឹងគឺបងប្អូនបើក folder នឹងចេញមកវានឹងមាន file សម្រាប់យើង install ហើយ file install របស់យើងគឺ file មាន logo ក្រហមខៀវជា logo របស់ tool មួយទៀតបងប្អូនចុចទៅវានឹងនាំបងប្អូនទៅ website របៀបប្រើអញ្ចឹងណាអញ្ចឹងយើងធ្វើការបើក file មួយនេះឡើងមកគឺយើងចុច open ឬក៏បងប្អូនចុច double click ក៏បានដែរហើយយើងធ្វើការចាំបន្តិចទៅដើម្បីឲ្យ file ហ្នឹងវាធ្វើការបើកឡើងមកនៅពេលដែលមានផ្ទាំងខ្មៅuser account control គឺបងប្អូនចុច yes ដើម្បីឲ្យផ្ទាំងនេះ load ចេញមកករណីមួយទៀតគឺបងប្អូននៅលើកុំព្យូទ័រខ្លះវាមានចេញផ្ទាំងខៀវចេះវាមានអក្សរអូសបន្ទាត់នៅខាងក្រោមនេះអញ្ចឹងបងប្អូនចុចអក្សរអូសបន្ទាត់នៅខាងនេះហើយវានឹងចេញពាក្យថា run anyway ហើយបងប្អូនចុចពាក្យ run anyway មកបានវាបើកចេញមកព្រោះកុំព្យូទ័រខ្លះវាស្គាល់ file កុំព្យូទ័រខ្លះអត់ទាន់ទេអញ្ចឹងយើងបើកធ្វើម៉េចឲ្យចេញមកដល់ផ្ទាំងមួយនេះយើងចុច next មកហើយបន្ទាប់មកយើង tick កន្លែង create desktop shortcut ដើម្បីយក shortcut វាមកលើ desktop យើងអាចបើក tool បានហើយយើងចុច next ហើយយើងចុច install អញ្ចឹងយើងឲ្យវាដើររហូតដល់ចប់ផ្ទាំងមួយហ្នឹងទុកពេលឲ្យវាបន្តិចអញ្ចឹងនៅពេលដែលវាដល់ផ្ទាំងនេះគឺយើងបាន install tool រួចរាល់ហើយយើងអាចបើក tool បានហើយវាក៏មាន shortcut នៅលើ desktop របស់យើងដែរណាបើក្នុងករណីបងប្អូនអត់ឃើញ shortcut នៅលើ desktop ទេបងប្អូនអាចចូលទៅកន្លែង start ហើយវាយពាក្យថា Snapkey មកវាមាន shortcut ឲ្យយើងបើកនៅនេះហើយអញ្ចឹងយើងអាច search បើកនៅនឹងក៏បានដែរអញ្ចឹងយើងចុចកន្លែងនេះ launch មកហើយយើងចុច finish ដើម្បីឲ្យ tool វាធ្វើការបើកមកអញ្ចឹងយើងចាំបន្តិចទៅ tool វានឹងធ្វើការបើកចេញមកបើសិនជាមានផ្ទាំងខ្មៅគឺបងប្អូនចុចពាក្យថា yes ដើម្បីឲ្យ tool អាចបើកបានវានឹងធ្វើការបើកចេញមកហើយវានឹងធ្វើការ check ហើយនឹង download update តិចតួចមួយចំនួនណាអញ្ចឹងវានឹងធ្វើការ download មកអញ្ចឹងកន្លែងនេះគឺដំបូងបំផុតវានឹងធ្វើការនឹងរៀងយូរបន្តិចអញ្ចឹងបងប្អូនទុកឲ្យវាដើរបន្តិចទៅតាមអ៊ីនធឺណិតយើងយឺតយើងលឿនគឺវាយឺតលឿនទៅតាមនោះដែរអញ្ចឹងទុកពេលឲ្យវាបន្តិចទៅណាអញ្ចឹងបន្ទាប់ពី tool ធ្វើការដើរខ្លួនវាចប់ហើយគឺយើងអាចបាន tool ចេញជាផ្ទាំងមកហើយអញ្ចឹងនៅលើ tool នេះអ្វីដែលយើងត្រូវ set up មុនគេហ្នឹងគឺតាក់ទងជាមួយនឹង download workspace អញ្ចឹង download path workspace នេះគឺយើងបញ្ជាក់ folder ដើម្បីឲ្យ tool ធ្វើការអញ្ចឹងនៅលើកុំព្យូទ័របើសិនជាបងប្អូនចង់ឲ្យវា download ទៅលើ drive មួយណាគឺបងប្អូនធ្វើការបង្កើត folder ថ្មីមួយដែលជា workspace របស់ tool ណាអញ្ចឹងខ្ញុំដាក់នៅលើ drive D ព្រោះ drive C ខ្ញុំតូច drive D ខ្ញុំសល់រៀងច្រើនអញ្ចឹងខ្ញុំបង្កើត folder ឈ្មោះមកឈ្មោះអីក៏បានដែរបងប្អូន Snapkey download អីចឹងមកកន្លែងនេះគឺយើងកន្លែងដែលយើងឲ្យ tool download វីដេអូយកទៅតម្លាក់នៅនឹងនៅពេលដែលយើង download វីដេអូក៏ដូចជារូបភាពណាអញ្ចឹងបងប្អូនបង្កើត folder ទៅទេចោលមួយមកនៅនឹងយើងស្រួលរក drive D ផ្ទាល់មកអញ្ចឹងយើងធ្វើការទៅ select folder មួយហ្នឹងដែលយើងបង្កើតមិញហ្នឹងណាអញ្ចឹង folder នេះគឺយើងជាអ្នកបង្កើតឲ្យ tool អញ្ចឹងយើងទៅ Snapkey download អីចឹងមកយើង select ទៅបានហើយអញ្ចឹងទៅគឺអូខេហើយ
បានប៉ុណ្ណេះយើងនឹងអាចបន្តទៅវីដេអូខាងមុខទៀតទាក់ទងជាមួយនឹងការ update និងការដាក់ license បន្ទាប់អញ្ចឹងយើងធ្វើការធ្វើម៉េច install tool ឲ្យចេញហើយយើង set up folder មួយនេះទៅជាការស្រេចអញ្ចឹងនៅនេះគឺយើងដាក់ត្រាយណាក៏បានដែរ try M2 ក៏បាន try hard disk ក៏បាន try អីក៏បានដែរឲ្យតែបងប្អូនតនេកន្លែងដាក់វីដេអូរបស់យើងណាប៉ុណ្្នឹងឯងបងប្អូនអរគុណច្រើន